បាទសួស្តីទាំងអស់គ្នាឥឡូវយើងកាប់ខ្ញុំសាមញ្ញខ្ញុំថតរបៀបប្រោពណ៌នៅក្នុងការ៉េលអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការប្រោពណ៌ហើយនិងការបោះពុម្ពជាមួយនឹងសិនព្រីមកអូខេ let's go យើងចូលទាំងអស់គ្នានេះហើយជា file ដែលយើងធ្វើរួចហើយអ្វីដែលពណ៌នេះគឺជាពណ៌ទឹកមាសហើយយើងចង់បដូរវាមកពណ៌ខៀវវិញអ្នកនរគ្នាអាចនឹងដូរម្ដងមួយប៉ុន្តែយូរមែនតើអញ្ចឹងដូច្នេះយើងត្រូវការចូលទៅក្នុង replace object តែម្ដងណាឥឡូវយើងចូល replace object យើងចូលកន្លែងនេះហើយ control អក្សរ F អក្សរ F វានឹងបង្ហាញនៅផ្ទាំងខាងនេះកន្លែង find replace កន្លែងយកផ្ទាំង replace object ហើយត្រង់នេះយើងយក color ហើយខាងក្រោមនេះជា find color យើងចុចឲ្យកន្លែង eyedropper នេះយកមក select ពណ៌វាមួយអូខេហើយក៏យើងចាប់ផ្ដើម replace color ជាមួយនឹងពណ៌ឯងឥឡូវទីហោថាខ្ញុំយកពណ៌ខៀវពណ៌ណាដែលយើងចង់បានអូខេត្រង់កន្លែងនេះគឺយើង tick សម្រាប់ឲ្យមាន outline អ្នកដែលប្រើភាគច្រើនពេលខ្លះ line វាក៏មានពណ៌នឹងដែរអញ្ចឹងយើង tick outline មកត្រង់ line option ត្រង់នេះបើសិនជាយើងបដូរតែមួយ page ទេយើងអាចជ្រើសរើស current page ហើយនឹងបើយើងជ្រើសរើស all page វានឹង replace ទាំងអស់តែម្ដងឥឡូវយើងចូលទៅ replace អញ្ចឹងសកម្មភាពរបស់វានឹងចាប់ផ្ដើមវិលអញ្ចេះដើម្បីរងចាំក្នុងការ search object ទាំងអស់ដែលមានពណ៌ទឹកមាសហើយបដូរមកវិញនៅជាពណ៌ខៀវចាស់ហើយសម្រាប់វីដេអូនេះបើសិនជាពេញចិត្តសូមឲ្យបេះដូងម្នាក់មួយមកឥឡូវយើងរួចរាល់ហើយយើងត្រឡប់ចូលទៅវិញយើងចូលទៅកន្លែងនេះវាបោះ message ថា replace រួចរាល់ហើយយក yes កន្លែងនេះអត់មាន object ដែលត្រូវស្វែងរកទៀតទេអញ្ចឹងយើងយក OK មកនេះជាលទ្ធផលដែលយើងបានធ្វើរួចអញ្ចឹងគ្រប់ page ទាំងអស់នៅក្នុងនេះវាមាន page 1រហូតដល់ page 3អញ្ចឹង page 1បដូររួច page ទី2យើងបដូររួចអានេះអត់បដូរដោយសារជាវាជា object ជាប្រភេទ picture object ទេអញ្ចឹងតើតាយើងវឹកអាចវាទៅជាប្រភេទ vector ឬក៏ប្រភេទ line ដើម្បី reflect បានអូខេណាអានេះទុកចិត្តទៅពណ៌ក៏ស្អាតយ៉ាងដែរយើងចូល page មួយទៀតនេះក៏បានផ្លាស់ប្ដូររួចរាល់ដែរនិយាយរួមទៅប្រើលក្ខណៈនេះគឺយើង click តែ select ពណ៌តាមមួយ click ទេអ្នកទាំងអស់គ្នាណាមក click កន្លែង replace នេះគឺ replace all តែម្ដង all object ប៉ុន្តែលើកឡើងតែលក្ខណៈ picture ណា replace បានទេដូចជាកន្លែងនេះចឹងមើល logo នេះជាលក្ខណៈ picture object អញ្ចឹងយើងអាច replace បានទេអញ្ចឹងអ្នកទាំងអស់គ្នាសង្ឃឹមថានឹងអាចមើលបានអញ្ចឹងខ្ញុំនឹងបង្ហាញវីដេអូនេះនឹងចូលHello តើតើនឹងទំហំកាឡាបងហ៎ទំហំកាឡា 6.6 បងនៅពេលដែលបោះទៅវាហ្វិចតាមពុំទៀតបងឥឡូវពេលបងមកខ្ញុំ print ឲ្យមកស្លាកបាញ់ផ្ទៀងខ្លួនឯងណាបើប្រាប់បងអូខេអាហ្នឹងខ្ញុំចាប់តាមបោះបាទអត់អីទេចាំបងមកចាំ print ទៅ print វាមិនយូរទេព្រោះឯ file ហ្នឹងខ្ញុំ export PDF ហើយអីបាទខ្ញុំមិនហ៊ានថាដូចទេបងមកមើលសិនមកព្រោះអីបងដូរក្បាលវាក្បាលនោះវាច្រើនឡាញជាងអាក្បាលមុនណាចាំបងមកមើលចាក់ស្ដែងសិនកុំឲ្យខុសបាទយើងបានលក្ខណៈនេះហើយចំណែកឯម៉ាស៊ីនកណ្ដុងគឺយើងដាក់ចំកណ្ដាលចេះហើយខាត់លើអញ្ចេះដែលយើងទុកឡាញបន្តិចនៃកម្រិត margin ឥឡូវយើងចូលទៅមើលម៉ាស៊ីនកណ្ដុងទាំងអស់គ្នាអូខេ let's go អូខេចំណែកម៉ាស៊ីននេះគឺខ្ញុំប្រើ630សកណ្ដុងជាមកទឹករបស់ជប៉ុនហើយយើងបោះលើធៀបពណ៌ខៀវយើងបាន replace color រួចរាល់អញ្ចឹង
ចាំមើលនៅពេលដែលយើងបោះនៅលើនេះទាំងអស់គ្នាណាហើយกระดาษគឺយើងដាក់ចូលអញ្ចឹងបាទណែអ្នកនរគ្នាអាចមើលបានគេដាក់អញ្ចឹងអូខេអាហ្នឹងហើយយើងនឹង start print ទាំងអស់គ្នាអញ្ចឹងក្រោយពីការស្រែកกระดาษរួចយើងអាចនឹង control Alt P យើងជ្រើសរើស printer ណាមួយដែលយើងចង់ print ហើយយើងជ្រើស select brand pack ផងហើយយើង apply រួចហើយ preview file របស់យើងតើវាចាក់ស្ដែងយើងបានឃើញត្រឹមត្រូវអស់ជួនអីកុំព្យូទ័រយើងអាចដើរយឺតវានឹងអាចបាត់នៅ object មួយចំនួនយើងស្រួលមកគៀកអញ្ចឹងមកអ្នកនរគ្នានឹងឃើញ file ហ្នឹងទាំងអស់ហើយអញ្ចឹងយើងចាប់ផ្ដើម print demo មួយយើង print នៅលើ icon រូបនេះបាទ print demo មួយសន្លឹកមើលសិនតើតាមត្រូវទៅតាមប្លង់ដែលយើងបានរៀបអត់បាទអ្នកទាំងអស់គ្នា print លឿនដែរឥឡូវចេញមកហើយខ្ញុំមើលបាទទាំងកម្រិតនិងសាច់គឺត្រូវគ្នាតែម្ដងអូខេណាបាទត្រូវក្បាលកតុយហើយអូខេយើង print ទាំងអស់តែម្ដងអញ្ចឹងនៅពេលដែលត្រឹមត្រូវអស់ហើយយើងវាយចំនួនដែលយើងចង់បានមកអ្នកទាំងអស់គ្នាឧទាហរណ៍ថាធៀបនេះយើងបោះ200យើង200ហើយអូខេរួចហើយចុចប៊ូតុង print ដដែលបាទបញ្ចប់ដើម processing ក្នុងការ print វាបូមទឹកថ្នាំបន្តិចរួចយើងនឹង print មកនេះចុះស្ដាយមើលផងប្រយ័ត្នទៅជ្រះណាធៀបអ្នកនរគ្នាមើលផងខ្លាចដាក់មកប្រជ្រះខាងក្រុមហ៊ុនដាក់មកប្រជ្រះណាអូខេវាដាច់ទឹកថ្នាំប៉ុន្តែយើង print one color ទេណាយើង one color អត់អីទេអាច print បានអ្នកគ្នាមើលបានណាដំណើរការរបស់វាមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា follow for more ហើយនឹងចុចបេះដូងឲ្យទាំងអស់គ្នាផងអរគុណជម្រាបលា